ចូលរួមសន្តាប់រឿងនិទានខ្មោចព្រឺព្រួចខ្មោចនាងភូមិរីដែលជារឿងរ៉ាវវិញ្ញាណសងសឹកនៅភូមិអង្គរតូចខេត្តសៀមរាបភូមិរីជាស្រីស្អាតម្នាក់ដែលបានស្លាប់ដោយអយុត្តិធម៌ក្នុងស្រះទឹកក្បែរវត្តចាស់តាមានអាថៅកំបាំងអ្វីនៅពីក្រោយការស្លាប់របស់នាងហើយតាសុកដែលជាសង្សារចាស់មានការពាក់ព័ន្ធអ្វីខ្លះស្ដាប់រឿងរ៉ាវស្នេហាវិញ្ញាណនិងការសងសឹកដ៏រន្ធត់ក្នុងរាត្រីខែដាច់កុំភ្លេចចុច Subscribe ដើម្បីទទួលបានរឿងថ្មីៗជារៀងរាល់ថ្ងៃពន្លឺព្រះច័ន្ទពណ៌លឿងទុំជះពន្លឺគ្រប់ដណ្ដប់លើភូមិអង្គរតូចនាជាយដែនខេត្តសៀមរាបខ្យល់រងាត្រជាកស្រឹបបានបុកកាត់ដើមត្នោតខ្ពស់ខ្ពស់បង្កើតជាសំឡេងក្រលួចគួរឲ្យព្រឺក្បាលខណៈដែលសំឡេងឆ្កាលូយីបន្តបន្ទាប់ចេញពីចម្ងាយបង្កើននៅបរិយាកាសស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចអ្នកភូមិម្នាក់ប្រញាប់ប្រញាល់បិទទ្វារផ្ទះឲ្យជិតត្បិតអីពាក្យចចាមអារាមអំពីវិញ្ញាណនាងភូមិរីកំពុងដែលល្បីសុសសាយពះពេញភូមិរីធ្លាប់តែជាក្មេងស្រីដែលមានសម្រស់ស្រស់សុភាបំផុតក្នុងតំបន់នេះសក់ខ្មៃរលួងវែងអន្លាយដោយត្រគាកភ្នែកខ្លាយយងដួចគ្រាប់ពេជ្រនិងមានស្នាមញញឹមដែលអាចរំលាយចិត្តបរោះទាំងឡាយបានប៉ុន្តែសម្រស់ដ៏លើសលប់និងវាសនាដ៏យួរចត់នេះហើយដែលបានคล้ายជាបណ្ដាសាបំផាញជីវិតនាងឲ្យរលាយបាត់ត្រឹមមួយប្រព្រឹត្តភ្នែកកាលពី3ខែមុនភូមិរីបានស្លាប់ដោយអយុត្តិធម៌បំផុតនាងត្រូវបានគេរកឃើញថាស្លាប់នៅក្នុងស្រះទឹកក្បែរវត្តចាស់ដ៏រហៅឋានដោយមានស្នាមរបួសជាទម្ងន់ពេញរាងកាយគ្មាននរណាម្នាក់ដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដចំពោះនាងឡើយប៉ុន្តែអ្នកភូមិជឿជាក់យ៉ាងមុតមមថានាងត្រូវបានគេធ្វើបាបដោយសារតែក្តីច្រណែនឈ្នានីសនិងរឿងរ៉ាវស្នេហាត្រីកោណដ៏ស្មុគស្មាញចាប់តាំងពីថ្ងៃដែលសពត្រូវបានដុតបញ្ជោះមកវិញ្ញាណរបស់នាងមិនដែលបានទៅកាន់សុគតិភពឡើយយប់ខ្លះអ្នកស្រុកដែរយប់បានឮសំឡេងយំខ្សឹកសួលចេញពីមាត់ស្រះហាក់ដូចជាចង់ទាមទាររកយុត្តិធម៌ហើយយប់ខ្លះទៀតគេឃើញស្រមោលស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌សហោះកាត់វាលស្រែយ៉ាងលឿនស្លេកបន្សល់ទុកនៅភាពភ័យរន្ធត់ដល់អ្នកដែលបានជួបប្រទះយប់នេះជាយប់ខែដាច់ដ៏ងងឹតបំផុតបរិយាកាសកាន់តែអាប់អួរជាងសពដងហាក់ដូចជាមានពពកខ្មៅមកបាំងចិត្តរាល់ក្តីសង្ឃឹមសុកដែលជាយុវជនម្នាក់មានចិត្តក្លាហាននិងមាននិស្ស័យមិនសូវជឿលើរឿងខ្មោចព្រាយបិសាចបានសម្រេចចិត្តដើរកាត់តាមផ្លូវក្បែរមាត់ស្រះនោះដើម្បីទៅសួរសុខទុក្ខមិត្តភក្តិនៅភូមិខាងលើដែលកំពុងមានធុរៈគាត់កាន់ពីលមួយខាងដីបំភ្លឺផ្លូវតូចចង្អៀតដែលពោពេញដោយស្មៅខ្ពស់និងដើមឈើធំៗដែលមើលទៅដូចជាបិសាចឈរចាំស្ទាក់ផ្លូវមិនអីទេគ្រាន់តែជាការភ័យខ្លាចរបស់អ្នកភូមិតាមការគិតប៉ុណ្ណោះសុកនិយាយលួងចិត្តខ្លួនឯងតិចខណៈដែលខ្យល់បុកមកកាន់តែខ្លាំងធ្វើឲ្យស្លឹកឈើបោកទង្គិចញ៉ាលឺសូរឆ្វិចរំពេចនោះក្លិនផ្ការំដួលក្រអប់ប្រហើឡៃឡំជាមួយក្លិនសួយរលួយតិចបានភាយមកប៉ះច្រមុះរបស់គាត់យ៉ាងខ្លាំងវាជាក្លិនដែលភូមិរីជួយចិត្តបំផុតកាលពីនាងនៅរស់ហើយក៏ជាក្លិនចុងក្រោយនៃគេចំណាំបានមុនពេលនាងស្លាប់សុកបញ្ឈប់ជើងងុកដូចគេបង្គាប់បេះដូងគាត់ចាប់ផ្ដើមលោតញាប់ខុសធម្មតាហាក់ដូចជានឹងលោតចេញពីទ្រូងគាត់បញ្ចាំងពីលទៅជុំវិញដោយដៃញើទៅត្រឹកប៉ុន្តែមិនឃើញអ្វីក្រៅពីភាពងងឹតស្លុបនិងផ្សែងអប់ស្តាំងស្ទឹងទៅឡើយភូមិរីតែនាងនៅទីនោះមែនទេគាត់សួរដោយសំឡេងញើៗក្នុងបំពង់កស្រាប់តែសំឡេងសើចក៏លួយចេញមកពីខាងក្រោយខ្លាំងគាត់យ៉ាងជិតវាជាសំឡេងសើចដ៏ស្រទន់ដែលគាត់ធ្លាប់ឮកាលពីមុនប៉ុន្តែលើកនេះវាបង្កប់ដោយភាពត្រជាក់ស្រស់ដល់ឆាំងខ្នងនិងវិញ្ញាណសុកប្រញាប់ងាកក្រោយភ្លាមប៉ុន្តែអ្វីដែលគាត់ឃើញគឺគ្រាន់តែជាដើមចេកដែលយល់តាមខ្យល់គប់បោកទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បាយត្រឡប់មកវិញគាត់ស្ទើរតែលុតចេញពីទ្រូងដោយភាពទុក្ខស្រុតជាទីបំផុតនៅចំពោះមុខគាត់ចម្ងាយត្រឹមតែ2ម៉ែត្រប៉ុណ្ណោះស្ត្រីម្នាក់កំពុងឈរថ្មឹងសង្ភាពងងឹតនាងស្លៀកឈុតពណ៌សវែងអាឡាយដែលប្រឡាក់ដោយដីនិងស្លាមឈាមក្រៀមក្រំសក់វែងរបស់នាងគ្របដណ្ដប់ពាក់កណ្ដាលផ្ទៃមុខក្លិនផ្ការរំដួលកាន់តែខ្លាំងឡើងរហូតដល់ស៊ុបស្ទើរតែដកដង្ហើមវិញរួចសុកអញភ្លេចសន្យារបស់យើងហើយមែនទេអញភ្លេចអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់ហើយមែនទេសំឡេងនោះស្រាវដោយខ្យល់បុកប៉ុន្តែវាច្បាស់លាន់លឺដល់ក្នុងខួរក្បាលស្ត្រីនោះសន្សឹមងើបមុខឡើងបង្ហាញឲ្យឃើញផ្ទៃមុខដែលធ្លាប់តែសាទដោយទេពអប្សរឥឡូវនេះប្រែជាស្លៀកស្លាំងដោយក្រដាសភ្នែកមានឈាមហូរស្រឹកមុខលើថ្ពាល់ទាំងសងខាងឯគ្រប់ភ្នែកវិញគឺមានពណ៌សសុទ្ធគួរឲ្យរន្ធត់សុកមិនអាចកម្រើកជើងបានឡើយហាក់ដូចជាមានដៃខ្មៅរាប់រយមកកាន់ជើងរបស់គាត់ជាប់នឹងដីភូមិរីចាប់ផ្ដើមដើរចូលមកជិតគាត់យឺតម្ដងមួយជំហានជើងរបស់នាងមិនប៉ះដីឡើយនាងហក់អណ្ដែតលើអាកាសយ៉ាងស្ងៀមស្ងាត់បំផុតខ្ញុំរងចាំឯងយូរហើយយូរណាស់មកហើយហេតុអ្វីឯងមិនមកជួយខ្ញុំនាងលើកដៃស្លេកស្លាំងរបស់នាងមកប៉ះនឹងថ្ពាល់របស់សុកភាពត្រជាក់ដោយទឹកកកបានជ្រាបចូលទៅក្នុងស្បែករបស់គាត់ធ្វើឲ្យឈាមក្នុងខ្លួនហាក់ដូចជាកក់ភ្លាមក្នុងខណៈនោះរូបភាពនៃអតីតកាលដ៏ខ្មៅងងឹតបានផុសឡើងក្នុងខួរក្បាលរបស់សុកយ៉ាងឆាប់រហ័ស
រូបភាពដែលគាត់នឹងភូមិរីអង្គុយក្បែរមាត់ស្រះរូបភាពនៃការសន្យាស្នេហ៍ដ៏មានន័យប៉ុន្តែអ្វីដែលរន្ធត់បំផុតគឺរូបភាពនាដរាត្រីចុងក្រោយនោះរូបភាពដែលគាត់បានឃើញញ៉ាំដកដង្ហើមចុងក្រោយក្រោមពន្លឺព្រះច័ន្ទខណៈដែលគាត់ឈរមើលដោយមិនបានធ្វើអ្វីសោះតើសុកពិតជាអ្នកសម្លាប់នាងឬជាសាក្សីម្នាក់ដែលលះការសម្ងាត់ដ៏ខ្មៅងងឹតនេះភូមិរីកាន់តែខិតមកជិតមុខរបស់នាងស្ទើរតែបាននឹងមុខសុកទុយហើយភូមិរីកាន់តែខិតមុខជិតមុខរបស់នាងស្ទើរតែបាននឹងមុខសុកទៅហើយក្លិនផ្កាម្លិះដែលលីលំនឹងក្លិនស្អុយរលួយនៃទឹកស្រះដែលដក់ជាប់រាប់ឆ្នាំបានភីចូលច្រមុះរបស់សុកយ៉ាងខ្លាំងធ្វើឲ្យគាត់ចង់ជើងអោប៉ុន្តែរាងកាយទាំងមូលហាក់ដូចជាត្រូវបានចងជាប់ដោយខ្សែវិញ្ញាណដែលមើលមិនឃើញភ្នែករបស់ភូមិរីដែលធ្លាប់តែស្រទន់នឹងពោពេញដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅកាលពីអតីតកាលពេលនេះប្រែជាក្រហមច្រាវដូចឈាមនិងពោពេញដោយគំនុំសងសឹកយ៉ាងខ្លាំងក្លាបំផុតសេតុនភាពជុំវិញខ្លួនរបស់សុកបានធ្លាក់ចូលយ៉ាងគំហុករហូតធ្វើឲ្យគាត់ញ័រថ្មីងប៉ះកញ្ញាតាតាក់ខណៈដែលខ្យល់ត្រជាក់ស្រឹបបានបុកកាត់កញ្ចឹងករបស់គាត់សំឡេងសឹកខ្ជិវដ៏ស្អកសក់បានបន្លឺឡើងក្នុងត្រចៀករបស់សុកហាក់ដូចជាសំឡេងចេញពីក្នុងជម្រៅដីដ៏ជ្រៅថាបងសន្យាថានឹងមើលថែអូនរហូតដល់ថ្ងៃស្លាប់ហេតុអ្វីបងមិនធ្វើតាមសន្យាហេតុអ្វីបងឈោមើលអូនលិចចុះទៅក្នុងទឹកដោយមិនលូកដៃជួយសូម្បីតែបន្តិចសុកញ័រខ្លួនដោយកូនសត្វដែលកំពុងជាប់អន្ទាក់ការពិតដ៏ជូរចត់កាលពី10ឆ្នាំមុនបានលាតត្រដាងយ៉ាងច្បាស់ក្នុងវិញ្ញាណរបស់គាត់នៅយុគដ៏ងងឹតនោះសុកដែលចង់បានវាសនាថ្មីនៅទីក្រុងនិងចង់រៀបការជាមួយកូនស្រីមហាសេដ្ឋីដើម្បីបុណ្យស័ក្តិបានសម្រេចចិត្តបោះបង់ភូមិរីចោលទាំងអស់យុត្តិធម៌នៅពេលនាងដឹងរឿងនេះនាងបានរត់តាមគាត់ទាំងយំសោកបោកគ្រោងរហូតដល់រអើជើងធ្លាក់ចូលទៅក្នុងស្រះទឹកដ៏ជ្រៅសុកអាចជួយនាងបានយ៉ាងងាយប៉ុន្តែដោយសារតែភាពអត់និយមនិងខ្លាចនាងតាមទៅរំខានដល់ជីវិតថ្មីដ៏ហីហឺរបស់គាត់ក៏បានសម្រេចចិត្តឈរមើលនាងដកដង្ហើមចុងក្រោយក្រោមពន្លឺព្រះច័ន្ទយ៉ាងត្រជាក់ស្រជុំបំផុតអូនបងសុំទោសបងពិតជាខុសហើយសុកខំប្រឹងស្រែកចេញមុខទាំងលំបាកលំបិនស្ទើរដាច់ខ្យល់ប៉ុន្តែវាហួសពេលទៅហើយសម្រាប់ពាក្យសុំទោសដ៏ថោកទាបនេះដៃដ៏ស្គមស្កាងនិងត្រជាក់ដោយទឹកកករបស់ភូមិរីបានលូកមកច្របាច់ករបស់សុកយឺតៗប៉ុន្តែមានកម្លាំងដូចដែកថែបក្រចកដ៏ស្រួលវែងរបស់នាងបានចាក់ចូលទៅក្នុងស្បែកករបស់គាត់ធ្វើឲ្យឈាមក្រហមច្រាលហូរស្រក់នៅលើអាវសរបស់គាត់ស្រមោលខ្មៅនៃដើមឈើធំៗជុំវិញផ្ទះហាក់ដូចជាកំពុងញញឹមសារចំអកឲ្យទង្វើកំសាកនិងភាពអមនុស្សធម៌របស់គាត់កាលពីអតីតកាលភូមិរីបានទាញរាងកាយរបស់សុកឲ្យងើបផុតពីដីរួចក៏ចាប់ដើមអូសំដៅទៅរូបស្រះទឹកដែលនៅមិនឆាយពីផ្ទះរបស់គាត់សុកខំប្រឹងរើបំរាយ៉ាងណាក៏មិនអាចរួចពីកណ្ដាប់ដៃវិញ្ញាណខ្មោចដែលពោពេញដោយគំនុំមួយនេះបានឡើយនៅមាត់ស្រះទឹកដែលស្ងប់ស្ងាត់និងគួរឲ្យខ្លាចភូមិរីបានសម្លឹងមើលមុខសុកជាលើកចុងក្រោយដោយកែវភ្នែកដែលបញ្ចេញនូវភាពឈឺធំអាត់ឧបមាទឹកភ្នែកដែលជាឈាមបានហូរស្រក់ចេញពីភ្នែករបស់នាងធ្លាក់លើមុខរបស់សុកអូនបងត្រូវតែមកនៅជាមួយអូនដើម្បីសងការសន្យាដែលបងបានផ្ដល់ឲ្យអូនភ្លាមនោះនាងក៏បានទាញសុកឲ្យលោតចុះទៅក្នុងទឹកស្រះដោយត្រជាក់ឡើងមើមជាមួយគ្នាសម្លេងទឹកចត់ខ្លាំងៗបានបន្លឺឡើងកាត់គៀបស្ងប់ស្ងាត់នៃរាត្រីរួចក៏ត្រឡប់មកភាពស្ងប់ស្ងាត់វិញយ៉ាងឆាប់រហ័សពន្លឺព្រះច័ន្ទនៅតែចាំងឆ្លុះលើផ្ទៃទឹកដែលរំជើរំជួសតិចៗរហូតដល់ស្ងប់មរណៈនៅព្រឹកព្រលឹមបន្ទាប់អ្នកភូមិបានប្រទះឃើញសពរបស់សុកអណ្ដែតនៅក្បែរមាត់ស្រះទឹកនោះដោយមានស្លាកស្នាមរំដៃពណ៌ខ្មៅជីខ្លាយនៅជុំវិញករបស់គាត់ហាក់ដូចជាត្រូវបានមនុស្សម្នាក់ច្របាច់សម្លាប់យ៉ាងសាហាវចាប់ពីពេលនោះមកមានអ្នកភូមិណាម្នាក់ហ៊ានដួលកាត់ស្រះទឹកនោះនៅពេលយប់អាទិត្យទៀតឡើយនឹងរឿងរ៉ាវនៃក្តីស្នេហ៍វិបត្តិសាយនិងការក្បត់ដ៏ខ្មៅងងឹតរវាងសុកនិងភូមិរីក៏បានក្លាយជាអត្ថកម្បាំងដែលត្រូវលាក់ទុកក្រោមផ្ទៃទឹកដ៏ត្រជាក់និងជ្រៅជារៀងរហូតទៅដោយគ្មានទាំងហេតុបំភ្លេចបានឡើយក្នុងប្រវត្តិសាស្ត្រភូមិដ៏កំសត់មួយនេះ